សួស្តីបងនេះជារបៀបធ្វើស៊ុបស៊ីឈាន់ដែលលឿនហើយនឹងងាយស្រួលបំផុតតែមានរសជាតិឆ្ងាញ់បងប្អូនយើងចាប់ផ្ដើមមើលដំណើរការធ្វើគឺដំបូងយើងដាក់ប្រេងឆាឲ្យក្តៅទៅបន្ទាប់មកយើងដាក់គ្រឿងដែលមានគល់ស្លឹកគ្រៃស្លឹកក្រូចរំដេងគឺយើងធ្វើការកូរវាកំឡោចវាឲ្យឈ្ងុយចឹងណាបន្ទាប់មកទើបយើងដាក់ដុំស៊ីឈាន់ចូលហើយបន្ទាប់ពីដាក់ហើយយើងកូរដុំស៊ីឈាន់នឹងឲ្យវារលាយចឹងណាបន្ទាប់មកទើបយើងមានគ្រឿងក្រៅបន្លែដូចជាស្ពៃបូកគោស្ពៃតឿឬក៏តកួនហើយមានសាច់គោមានសាច់គោមានបកាមានពងទាកូនអាហ្នឹងសម្រាប់ខ្ញុំដោយសារខ្ញុំចូលចិត្តខ្ញុំចង់ដាក់អញ្ចឹងឲ្យឆ្ងាញ់នេះបងប្អូនបន្ទាប់ពីយើងកូរហើយគឺយើងស្រង់កាកនឹងចាញ់ហើយនេះយើងដាក់ថែមសាច់ខាងក្រៅអញ្ចឹងណាអរគុណ